សំការយល់ទៀតព្រោះសំខាន់ណាស់ក្នុងការយល់ដឹងយ៉ាងនេះសំខាន់ហ្នឹងយ៉ាងម៉េចដែលសំខាន់ត្រង់ដែលយើងអាចដោះស្រាយលោភៈទោសៈមោហៈក្នុងចិត្តរបស់យើងបានទៀតព្រោះការយល់ដឹងយ៉ាងនេះឯងវាចូលទៅដឹងដល់សង្ខារធัวទាំងអស់ដែលអត់មានខ្លួនឯងព្រោះអាស្រ័យបច្ច័យកើតឡើងដែលថាសំខាន់ហ្នឹងមកវាចូលទៅដើម្បីយល់ដឹងយ៉ាងហ្នឹងព្រោះជីវិតរបស់យើងវាមានពិតយ៉ាងហ្នឹងទៅហើយណាដែលវាមានមួយផ្នែកជារូបកាយមួយផ្នែកជាចិត្តចេតសិកហ្នឹងណាឬក៏យើងចង់និយាយចិត្តចេតសិកហ្នឹងថាជានាមធម៌ឬថាជាធាតុដឹងហ្នឹងវាមានស្រេចបាត់ទៅហើយដែលរូបកាយហើយនឹងនាមធម៌ហ្នឹងវាអាស្រ័យគ្នានឹងគ្នាកើតឡើងតែប៉ុណ្ណោះវាអត់មានខ្លួនឯងអីឲ្យថិតថេរទៀងទាត់ដោយចំពោះខ្លួនឯងមិនអាស្រ័យបច្ច័យហ្នឹងគឺអត់មានគ្រាន់តែជាផលនៃបច្ច័យតែប៉ុណ្ណោះហើយបញ្ញានឹងយល់ដឹងថាអ្វីដែលជាផលនៃបច្ច័យវាអត់មានខ្លួនឯងទេបើអត់មានខ្លួនឯងនឹងវាកើតឡើងយ៉ាងម៉េចថាវាកើតឡើងជាផលនៃបច្ច័យផលនៃហេតុយល់ដឹងអញ្ចឹងចឹងយល់ដឹងថាអ្វីទាំងអស់ក្នុងโลกនេះអាស្រ័យបច្ច័យទៅកើតឡើងហើយនឹងយល់ដឹងទូលំទលាយតទៅទៀតញ៉ាំងសិលធัวញ៉ាំងគុណធัวណាញ៉ាំងបដិវេធធัวឲ្យចម្រើនឡើងដោយសារតែការយល់ដឹងក្នុងធัวទាំងអស់នេះឯងធម្មៈទាំងអស់នេះឯងទៀតហើយសំខាន់ប៉ុណ្ណាទៅគុណចាស់ញាតិញោមទៀតណាបើយល់ដឹងថាខ្លួនយើងនឹងវាគ្រាន់តែជារូបធัวនិងនាមធัวគឺចិត្តចេតសិករូបនឹងដែលដឹងច្បាស់ថាចិត្តចេតសិករូបដោយខ្លួនឯងនឹងអត់ចាំបាច់ត្រូវការអ្វីពីលោកនេះទេនោះចូលមកមើលខ្លួនឯងនឹងឲ្យរឿយទៀតណាព្រោះសូម្បីយើងធ្លាប់ស្ដាប់អញ្ចឹងហើយឮហើយថងធ្លាប់បានស្ដាប់ហើយឮហើយណាប៉ុន្តែជាប្រអដីទៅយើងវាមិនទាន់បានចូលទៅលះទៅកាត់អីឲ្យដាច់ឲ្យអស់នោះណាម្ល៉េះវារមែងមានសេចក្តីត្រូវការរបស់ខាងក្រៅគំនិតនឹងវាគិតទៅរកអារម្មណ៍ខាងក្រៅនឹងឯងដោយសេចក្តីត្រូវការអាហ្នឹងដែលជាប្រកដីការដែលមិនមានសតិចូលមកកំណត់ដឹងនៅធัวខាងក្នុងនេះវាត្រូវការដើម្បីឲ្យខ្លួនយើងបានឃើញបានឮនៅអ្វីដែលពេញចិត្តបាននៅរបស់ដែលពេញចិត្តទាំងដែលរបស់នោះត្រឹមតែបានមកតែប៉ុណ្្នឹងឯងវាមិនអាចយកមកលះនៅការភ័យព្រួយទុក្ខកង្វល់អីក្នុងជីវិតទេយើងទៅឃើញទៅឮឬក៏ទៅផ្សារទៅទិញអីបានមកនឹងយ៉ាងណាវាបានត្រឹមតែរបស់នឹងមកប៉ុណ្ណឹងឯងពេញចិត្តជាដំបងចឹងទៅរួចទៅក៏យកមកទុកស្ដុកផ្ទះចង្អៀតផ្ទះចឹងទៅវាអត់ថាបានរបស់ទាំងអស់នឹងមកលះទុកព្រួយលះនៅទោសកំហុសលះនៅការភ័យលះហេតុនៃសេចក្តីភ័យអីក្នុងជីវិតទេណាតែណែនិមន្តចូលកម្មភ្នោះអញ្ចឹងមកវត្តសមាទានបោសុតអញ្ចឹងអត់មានបានជាវត្ថុអីមែនណាប៉ុន្តែគុណធម៌ដែលចម្រើនឡើងនេះគាត់ណាសំខាន់យ៉ាងណាព្រោះថាចូលទៅធ្វើឲ្យស្ងប់រងាប់នៅលោភៈទោសៈមោហៈហើយជាពិសេសកាលណាបើអប់រំចូលដល់ការបាននៅបញ្ញាទៀតសំខាន់ប៉ុណ្ណាដែលបញ្ញានឹងបានមកកំណត់ដឹងខ្លួនយើងដែលវាមានតែចិត្តចេតសិករូបដឹងថាខ្លួនយើងគឺចិត្តចេតសិករូបនឹងអត់ចាំបាច់បានអ្វីទាំងអស់តើវាអស់ចាប៉ុណ្ណាទៅទៀតយើងគិតថាបានជាស្ដេចចក្រពត្តិឬបាននៅសម្បត្តិទេវលោកឬភាពជាអធិបតីលើលោកទាំងពួងណាវាអស់ចាប៉ុណ្ណាជាងការដែលបានដឹងអំពីខ្លួនយើងដែលអត់ចាំបាច់ត្រូវការអ្វីទាំងអស់ពីលោកនេះដឹងរឿយទៀតតើវាអស់ចាប៉ុណ្ណាបើញាតិញោមស្រីប្រុសទាំងអស់ចូលមកកំណត់ដឹងថាខ្លួនយើងគឺវាមានតែរូបកាយចិត្តចេតសិកតួសភាវៈនឹងឯងទៀតដែលវាអត់មានខ្លួនឯងចាំបាច់បានអីទាំងអស់ហើយធ្វើម៉េចបានទៅដឹងអញ្ចឹងថាមកពីដឹងថាសង្ខារធัวនឹងឯងវាអត់មានខ្លួនឯងហើយមិនបានថាវាអត់មានខ្លួនឯងថាវាជាផលនៃបច្ច័យវាតេតួងនឹងបញ្ញាចម្រើនឡើងដល់អញ្ចឹងតើយើងសុខចិត្តនៅលហេមលហាមត្រូវការប្រាថ្នាមិនចេះគ្រប់ឬក៏ត្រូវចូលឲ្យមកដល់ខ្លួនយើង
cứ nói ọt miền trôi tới cái nông nẹt ở tây ná đấy trôi mà nó khuôn anh đằng ấy miền khuôn anh chỉ tì bừng chứ để tham miền khuôn anh chỉ tì bừng nâng cứ tha trôi mà đo khuôn anh hơi cứ lẹ băng nữ sẽ cái đấy trừ cả à vay tiếng nông lột này bàn nữa nè anh đang để tham miền khuôn anh chỉ tì bừng nữa ai miền khuôn anh chỉ tì bưng nó cứ miền thua chỉ tì bưng nằng mấy năm tham miền khuôn anh chỉ tì bưng tới chỉ miền thua chỉ tì bưng pro khuôn anh nó cứ chết chết được sắc rụp nằng rừ cay rừ về tình ý rừ chết rừ thua nằng anh nè sẽ tập tham buôn nằng anh để bản nhà cho tới cầm nát đắng chỉ tì bưng bây tham miền khuôn anh chỉ tì bưng miền thua chỉ tì bưng nó xăm mờ kia nằng cá rồi luốt lộp hiện nèสมัยนี้เด่นหนังการลวดต้อมมาหานะสมัยนี้อันนั้นบ้านเราเตยเจียมเมียนครูไอเจียตีเปิงบ้านในนั่งคนจ้าก็ปองหยัดโยมกรุบนี้นั่งสัตแต่เมียนทัวนั่งต้องอัดจำไปแต่ส้มแต่ใจหลุมบ้าแต่รัวปีนาแต่ก็ทำเมียนในแต่กาจุ่มร้านปัญญาแต่ปัญญานะสิ่งใดเป็ดเมียนสลายหายแต่โดยจะท่าเปย์ยุบยังนะว่าเท่าได้เตยเคยนั่งเมียนสลักฉับเอาให้ก็สลาเปรี้ยไปเฮียไอ้โทบกาบกาไอ้นั่นเมียนสลักเอาให้แต่ยังเมื่อไปอัดเคยโดยซาสเพียบงงเงิดแต่เอาไว้ได้เตยเคยนั่งเมียนเป็ดเอาให้ดอแต่เปรี้ยเปรี้ยแต่เรียลายแต่ยังเคยอย่าบอกหนึ่งแต่อย่างนั้นไม่กาเป็ดนั่งเมียนสลักฉับเอาให้ขนมชีวิตยังครุบกันเนี้ยนั่งอัดเมียนหลุมบ้าท่าอุ้ยเชี่ยมอัดเมียนหนึ่งเกเธอไม่เชี่ยมเมียนคืออัดเด้อัดเมียนปัญญายังหลุมบ้าเพยแต่รัวปีนาเตะบอกเป็ดเมียนกรุบเนี่ยอ๋อฮะน่ะหยัดโยมกรุบเนี่ยถึงเมย์ถึงจ้าถึงใส่ถึงปลอกเมียนอ๋อฮะน่ะตอนนี้ท่าเวียนในเมียนเพียบงงเงิดนั่งไอ้บัดบังแต่ปัดนอกน่ะจังอ่ะการđể dương sắp dương sắc xa vô thì sao mà đại sĩ ca chùm ra nơi bà nhá còn chặt băng nơi phiếp ngồi nghịch nâng bình tích mà đón ca bích nâng và cọt là nè ót miên vì xe với cái nông lục ní chiêng ca để bàn trôi bảo đăng ca bích dạng ní tề chẳng bàn chỉ bảo thua nó chết thì sầm đai như rươi tiền đây dân riêng bà giặt để thua riêng bè bị thom riêng vây xây đằng óc có riêng nè chùm nuôi ao miên chất ngọt chùm nuôi ao sập bài chất chẹt la chùm nuôi ao miên ca chùm ra nơi bà nhà nương ai tại sầm khám trôi mà đó bà nhà nè dân chỉ thom mà đá tay trừ ca chân hay nè tự ca trong từ xa trong mơ bọn đi bọn nô pin chất của tinh mau ba mau chân tư rư của miên ca to chất thì dây kia chỉ chơi kia ấy chân tư trong con bao trong và sao trong kia cái ấy chân tư của chất từ miên chân ấy sắp tới chỉ riêng để ngon ai phịch sự tệ thời tiền nè bởi dân chất từ kích từ và thả to chất của kích từ trong rương to chất và thả pin chất của kích từ trong rương pin chất kích từ trong vật thọ kích từ trong rương rồi bo kích từ trong bọc quần nu không dạng ni trừ dạng nu ấy chân từ anh đang ai mặt ngay nó việc chót từ nơi trong rương á vấn đề lấy và thua nó rùng lức tiết ao dương trôi mà mơ luôn dương vinh nè cùng nứt đầy cất tới cái nông rương đầy ca sở lánh sọp tới cái nông rương nụ và thọ cái đấy mà nụ cái đấy nó ở dương bay mà mới luôn dương vinh nơi pe là miên thật tệ mau rồi lắc luôn dương đấy cứ một thằng chỉ ca chùm ra nữ bà nhà mà đầy à mà mơ nơi luôn dương vinh ta về miên sẽ để chạm bách tới ca ba ở vây bị lột ní này khang rụp cài cái này khang chặt chết để sập chất chơi để sắp nó dân ai như vậy rùm tới thà chia vì thầy chặt nòng cá đăng nữ rõm cái nòng lột này tam phê tiếng của mùi hơi đăng bàn phim thà rõm chia rồi bọc hàng cào vì thầy chặt caoឡើងយ៉ាងណាក៏មិនអាចយកអារម្មណ៍នោះបានដែរគ្រាន់តែដឹងនៅអារម្មណ៍នោះហើយក៏រលត់ចោលអារម្មណ៍នោះទៅអារម្មណ៍វាជារបស់ខាងក្រៅកើតហើយរលត់ទៅដោយខ្លួនឯងអត់មានវិធីចិត្តណាចាប់យកអារម្មណ៍នោះបានទេវិធីចិត្តបានត្រឹមតែដឹងអារម្មណ៍នោះតែប៉ុណ្ណោះก็ปัญไตวิธีจัดนี่ก็ตัววิธีจัดนั่งนะก็ยังกี่ยังสลังยังตรกาจังบ้านตัววิธีจัดนั่งเดออัดจำไปตรกาอารมณ์นุจังบ้านจะยังตรโจลอยđóวิธีจัดนั่ง
ណាអាចនិយាយបានថាចូលឲ្យដល់ខ្លួនយើងទៀតយើងនឹងបានខ្លួនឯងជាទីពឹងដោយលែងចាំបាច់ត្រូវការអ្វីៗទាំងអស់ពីលោកនេះពីព្រោះចិត្តចេតសិករូបនេះវាអត់ត្រូវការអ្វីពីលោកនេះស្រេចស្រាប់ទៅហើយតែដោយសារការដែលមិនដឹងទេអាការមិនដឹងហ្នឹងវាបង្កើតបញ្ហាឡើងទៀតណាវាទៅជាបដិច្ចសមុបាទធัวផ្នែកខាងសមុទ្យៈអញ្ចឹងទៅដោយការមិនដឹងហ្នឹងជាក្រសែនៃវត្តៈជាក្រសែនៃសង្ខារធัวគណានឹងដូច្នេះយើងមានធัวជាទីពឹងចឹងដែលអាចកាត់នៅសេចក្តីទុក្ខកង្វល់ការប្រកម្មការហួងហែងចិត្តចេតសិករូបដែលថាជាខ្លួនឯងនេះបានដឹងច្បាស់ថាសព្ពេធម្មានាលៀងអភិនិវេសាយៈធัวទាំងឡាយទាំងពួងនេះគឺចិត្តចេតសិករូបឬបញ្ញខណ្ឌនេះមិនមានអ្វីដែលគួរឲ្យប្រកម្មទេមិនមាននរណាមកបង្កប់បញ្ជាឬមកបង្ខំឲ្យយើងទៅថាមិនប្រកម្មទេតែចិត្តចេតសិករូបខ្លួនឯងនឹងវាប្រកាសលក្ខណៈមកថាមិនចាំបាច់ប្រកាន់ខ្ញុំទេមិនចាំបាច់ភ័យព្រួយនឹងខ្ញុំទេវាប្រាប់ប្រកាសលក្ខណៈខ្លួនឯងមកអញ្ចឹងវិញណាទេព្រោះលក្ខណៈហ្នឹងវាមានស្រេចស្រាប់ហើយតើគ្រាន់តែយើងវាអត់ទាន់ដឹងតែកាលណាចូលទៅមើលឲ្យដឹងទៅគឺថាលក្ខណៈហ្នឹងវាប្រាប់មកអញ្ចឹងថាអត់ចាំបាច់ប្រកាន់ខ្ញុំទេអត់ចាំបាច់ភ័យនឹងខ្ញុំទេអត់ចាំបាច់ព្រួយបារម្ភនឹងខ្ញុំទេចិត្តចេតសិករូបហ្នឹងចឹងគឺវាប្រាប់មកអញ្ចឹងចឹងគឺពុទ្ធបរិស័ទនឹងទទួលដឹងទៅតាមសេចក្តីពិតនឹងឯងអស់ទុក្ខអស់ព្រួយអស់កង្វល់ដោយខ្លួនឯងចឹងចឹងបានមានពាក្យនៅក្នុងពុទ្ធសាសនាលក្ខេមុធានិពុតੰភញ្ញមានីគឺថារលត់កិលេសដោយខ្លួនឯងចឹងអត់មានទិញដូរអីទេនៅពេលដែលទេបត្តបត្តាគឺអមតੰវិកេហៈបានសម្រេចនៅផលសោតាបត្តផលរហូតដល់អរហត្តផលនោះឯងដល់នៅអមតៈកម្មយកនៅព្រះនិព្វានមកជាអារម្មណ៍ព្រះនិព្វានគឺត្រង់ការដែលរលត់នៅសេចក្តីប្រកម្មនឹងឯងចឹងណាការដែលមិនមាននៅសេចក្តីប្រកម្មនឹងនេះខ្ញុំកណ្ដាលខ្ញុំបាទនឹងចង់តែរំលឹកហើយរំលឹកទៀតពីព្រោះជាប្រកដីពុទ្ធបរិស័ទយើងស្ដាប់ហើយណារួចទៅការដែលមិនតាន់បានទទួលយកនៅធម៌នឹងបានណាប្រកដីក៏យើងមិនបានជានឹករលឹកឃើញហើយក៏មិនបានយកមកសន្ទនាមកសាកសួរមកបញ្ជាក់នៅធម៌ដ៏មានសារៈខ្លឹមសារនឹងដែរក៏ចិត្តតែឲ្យចឹងទៅគឺថាគិតពីរឿងខ្លួនយើងនឹងឯងគឺណាត្រូវរស់នៅយ៉ាងណាគឺណាដើម្បីឲ្យបានសុខស្រួលត្រូវទៅជួបអ្នកណាត្រូវទៅស្រឡាញ់អ្នកណាទៅរាប់អានអ្នកណាត្រូវណាដើម្បីឲ្យបានអីវាចិត្តតែគិតទៅដើម្បីខ្លួនឯងហ្នឹងវាជាការគិតដោយអំណាចនៃលោភៈដោយការជាប់ជំពាក់ដោយតណ្ហាដែលជាប្រកដីនៃជីវិតហ្នឹងវាប្រព្រឹត្តទៅអញ្ចឹងចឹងបានជាត្រូវស្ដាប់ហើយស្ដាប់ទៀតដើម្បីឲ្យមានស្មារតីលះបង់នៅការប្រកាន់ហួងហែងការភ័យព្រួយពីរឿងខ្លួនឯងនឹងត្រូវបានអីត្រូវមានអីត្រូវរស់យ៉ាងណាអីអញ្ចឹងហ្នឹងត្រូវកាត់បន្ថយបន្តិចម្ដងដោយសារបានដឹងថាខ្លួនយើងនេះអត់មានទុក្ខកង្វល់ភ័យព្រួយពីរឿងចាស់រឿងឈឺរឿងស្លាប់អ្វីទាំងអស់ព្រោះខ្លួនយើងគឺចិត្តចេតសិករូបនេះវាជាផលនៃបច្ច័យដោយអត់មានខ្លួនឯងត្រូវទុក្ខត្រូវកង្វល់អីនឹងខ្លួនឯងទេណាឲ្យមានស្មារតីចម្រើនឡើងអញ្ចឹងបានដឹងថាធัวជាទីពឹងពុទ្ធសាសនានាំសត្វឲ្យរួចផុតចាកទុក្ខពិតប្រាកដមែនទាំងសូមអនុមោទនាណានឹងជាបឋមប្រកាសណាគុណចាស់នឹងបានលើកយកបញ្ហាធัวផ្សេងដើម្បីជាបទសន្ទនាឡើងណាទេណាសូមរតនានិមន្តណានមត្ថរតនតយសៈខ្ញុំព្រះអង្គម្ចាស់សូមលើកកំបងអញ្ជលីនមស្ការឧទ្ទិសដៅចំពោះព្រះដ៏មានព្រះភាអរហន្តសម្មាសម្ពុទ្ធអង្គនោះមួយអន្លើដោយព្រះធម៌និងព្រះអរិយសង្ឃដោយសេចក្តីគោរពនិងសេចក្តីជ្រះថ្លាដ៏ខ្ពង់ខ្ពស់លើលោកសូមនមស្ការថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាពិសេសព្រះគ្រូចៅអធិការវត្តខ្មែរមែលប៊នទៅដូចឈ្មោះថ្មីអញ្ចឹងខ្មែរមែលប៊នអញ្ចឹងនឹងឯវត្តខ្មែរមែលប៊នកាលមុនអតីតវត្តខ្មែរធម្មរាមដូចឈ្មោះហើយហ្នឹងហើយអាត្មាក៏ទៅដឹងតាមវិទ្យុថ្មីនឹងដែរដល់អញ្ចឹងទៅ
នឹងនៅហំនៅតាមបណ្ដោយនេះចម្រើនពរដូច្នេះសូមចម្រើនពរចំពោះលោកគ្រូអគ្គបណ្ឌិតដែលបានឲ្យឱកាសដល់អាត្មាភាពបានចូលរួមក្នុងការសន្ទនាប្រធមជាប្រយោជន៍ដើម្បីចម្រើននៅស្មារតីចម្រើននៅបញ្ញាដល់ពុទ្ធបរិស័ទញាតិញោមកណាគុណម្ចាស់ដែលជាអ្នកមានសេចក្តីជ្រះថ្លាមានសទ្ធានៅក្នុងព្រះពុទ្ធសាសនាមានការជឿជាក់ច្បាស់នៅគុណរបស់ព្រះសម្មាសម្ពុទ្ធនៅគុណរបស់ព្រះធម៌ដែលជានិយនិកធម៌គឺជាធម៌ដែលអាចចម្លងសត្វលោកឲ្យរួចចាកផុតសេចក្តីទុក្ខចម្រើនពរពុទ្ធបរិស័ទមានសេចក្តីជឿច្បាស់ថាធម៌នេះជាធម៌ពិតធម៌មែនធម៌ដែលព្រះសម្មាសម្ពុទ្ធបានស្វែងរកឃើញហើយបានត្រាស់ដឹងហើយបានអស់នៅសេចក្តីទុក្ខហើយ He has been invented he has been discovered that Dhamma that reality can be able to free from suffering គឺថាត្រូវរំដោះខ្លួនរួចអំពីសេចក្តីទុក្ខនេះគឺជាធម៌ពិតដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងហើយចម្រើនពរការដែលយើងមានសទ្ធាជឿនៅលើពោធិធម៌ពោធិបក្ខយធម៌ជឿនៅលើធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនេះជាការនាំឲ្យចម្រើននៅសទ្ធាចម្រើននៅបញ្ញាចម្រើនពរដូច្នេះក្នុងឱកាសនេះគ្រាន់តែសរុបសេចក្តីដែលលោកគ្រូបានលើកឡើងដើម្បីឲ្យញាតិញោមបានយល់ថាព្រះពុទ្ធសាសនាស្ថិតនៅលើការសិក្សាព្រះពុទ្ធសាសនាមិនមែនស្ថិតនៅលើសម្បកខាងក្រៅព្រះវិហារកុដិសាលាធំស្កឹងស្កៃចេតិយដូចនៅប្រទេសភូមាគឺសម្បូរចេតិយព្រះសធោបអីជាដើមក៏ប៉ុន្តែដែលជាជំរឿពិតរបស់ព្រះពុទ្ធសាសនាគឺសិក្ខាការសិក្សានេះចែកចេញជាពីរញាតិញោមពុទ្ធបរិស័ទគឺការសិក្សានៅក្នុងបរិយត្តិធម៌មានការស្ដាប់ការអានការសន្ទនាការពន្យល់ណែនាំដឹកនាំជាដើមហើយនឹងការប្រព្រឹត្តប្រណិប័តទៅតាមព្រះធម៌ដែលព្រះអង្គសម្ដែងហើយប្រព្រឹត្តប្រណិប័តនៅក្នុងសិលនៅក្នុងសមាធិនៅក្នុងបញ្ញាចម្រើននៅការឃើញសភាវៈធម៌ពិតដែលប្រកបឡើងជាលក្ខណៈជាសភាវៈចិត្តក៏ដោយក៏ជាសភាវៈរបស់ចិត្តដែលកើតហើយរលត់ទៅវិញកើតរួមជាមួយចិត្តសឹកដែលធ្វើឲ្យចិត្តនឹងល្អក្តីជាកុសលក្តីចិត្តនឹងជាអកុសលក្តីចិត្តសឹកនឹងគឺជាអ្នកលាបពណ៌ចិត្តនឹងនៅក្នុងសោបនៈចិត្តសឹក25ធ្វើឲ្យចិត្តនឹងជាសោបនៈធម៌សោបនៈចិត្តអកុសលចិត្តសឹក14ដួងធ្វើឲ្យចិត្តនឹងទៅជាចិត្តអកុសលអញ្ចឹងណាកាលណាឃើញសភាវៈធម៌ពិតនេះប្រកបឡើងច្រើនឡើងបញ្ញាកាន់តែយល់ដឹងកាន់តែឃើញច្បាស់ឡើងធ្វើឲ្យញាតិញោមមិនច្រឡំថាមានយើងដែលជាអ្នកចាត់ចែងរឿងរ៉ាវនៅក្នុងជីវិតទេគឺមានត្រឹមតែចិត្តចេតសិករូបតែប៉ុណ្ណឹងចិត្តជាអ្នកទទួលដឹងនៅអារម្មណ៍ទាំងឡាយតាមទ្វារភ្នែកតិចច្រមុះអណ្ដាតកាយចិត្តជាដើមការសិក្សានេះត្រឡប់មកវិញដើម្បីដកស្រង់ឲ្យញាតិញោមឃើញលក្ខណៈសំខាន់នៅក្នុងពុទ្ធសាសនាធ្វើឲ្យបានចិត្តនឹងសុខចិត្តនឹងស្ងប់ចិត្តនឹងមិនញាប់ញ័រចិត្តនឹងមិនកង្វល់ចិត្តនឹងមិនព្រួយបារម្ភនេះឯងហៅថាសោមនស្សវេទនានោះសោមនស្សវេទនាពីព្រោះសម្ភារៈខាងក្រៅដែលជាកាមគុណខាងក្រៅមិនអាចធ្វើឲ្យយើងឆ្អែតគ្រប់គ្រាន់ទេបាននេះចង់បាននោះបាននោះចង់បាននោះតទៅទៀតអត់ចប់ទេនឹងហើយមិនបានសុខទេពីព្រោះអីពីព្រោះកាមគុណនឹងវាត្រូវកើតហើយរលត់ទៅវិញ
កើតហើយរលត់ទៅវិញដូច្នេះវាអត់ថិតថេរនៅទេក៏ប៉ុន្តែសេចក្តីសុខស្ងប់តែកើតតាមសន្តានចិត្តនៅក្នុងសមាធិនៅក្នុងវិបស្សនាសន្សំនៅក្នុងសន្តាននឹងច្រើនឡើងបញ្ញានឹងកាន់តែឃើញច្បាស់នៅសភាវធម៌ពិតដែលមិនប្រកាន់ថាជាសត្វបុគ្គលដែលលះនៅទិដ្ឋិដែលលះនៅមនៈដែលលះនៅសេចក្តីហួងហែងទាំងឡាយនៅក្នុងជីវិតពីព្រោះឃើញថាចិត្តចេតសិកនឹងគ្រប់គ្រាន់ហើយគ្រប់គ្រាន់ខ្លួនវាអស់ហើយអត់មានត្រូវការអ្វីទៀតទេនេះបញ្ញាចូលទៅដឹងអញ្ចឹងវាអត់មានយើងជាអ្នកចូលទៅដឹងទេប៉ុន្តែការហាត់ការវឹកវើការដែលយើង train រាល់ថ្ងៃហ្នឹងធ្វើឲ្យយើងកើតយល់ដឹងជាស្វ័យប្រវត្តិនឹងគឺជាលក្ខណៈសិក្សានៅក្នុងពុទ្ធសាសនាសំខាន់មួយទៀតយើងឃើញថាស្ដាប់អញ្ចឹងទៅដូចជាពិបាកណាមិនដឹងថារកផ្លូវណាទៅឲ្យច្បាស់អាត្មានឹកឃើញញាតិញោមពុទ្ធបរិស័ទយើងទាំងអស់គ្នាកាលមកដល់ប្រទេសអូស្ត្រាលីដំបូងនឹងជាជនភៀសខ្លួនមកពីគេហៅ Third World Country នឹងមកពីប្រទេសតជយលោកហ្នឹងហើយដល់អញ្ចឹងទៅមកដល់ឃើញគេបើកឡាននេះអញមិនដឹងបើកឡានមិនកើតទេបើចរាចរណ៍ចង្អៀតអញ្ចឹងមិនដែលកាន់ចង្កូតឡានផងប៉ុន្តែដល់ក្រោយមកយើងរៀនចេះបើកឡានទៅក៏ស្រួលដូចជាគេដូចជាឯងធម្មតាដែរទី2ទៅរៀនអង់គ្លេសមិនដឹងរៀនមិនហ៎មិនមែនភាសាកំណើតឯងផងហើយដល់អញ្ចឹងទៅក៏សាកល្បងទៅរៀនដល់ទៅរៀនទៅចេះទៅរៀនបានទៅរហូតដល់ចប់បាក់ឌុបអញ្ចឹងទៅចូល University ទៅបាន degree អញ្ចឹងទៅបាន postgraduate ទៅទៀតរហូតយើងចេះទៅរួចដូច្នេះយើងត្រូវមានសេចក្តីទុកចិត្តចំពោះអ្វីដែលយើងអាចធ្វើទៅបានវាជាវិស័យរបស់មនុស្សដែលអាចធ្វើទៅបានកុំថាសម័យឥឡូវមិនបាច់ខំអីទេអត់មានព្រះអរិយបុគ្គលឯណាទេមិនអាចត្រាស់ដឹងជាព្រះសោតាបត្តបុគ្គលមិនអាចជាសក្តិគាមីបុគ្គលមិនអាចជាអនាគាមីបុគ្គលមិនអាចជាព្រះអរហន្តបានទេដូច្នេះវាពាក្យខ្មែរយើងថាវាចាញ់មុនការប្រយុទ្ធដែរវាអត់មានកម្លាំងចិត្តអីដែលជំរុញឲ្យឃើញថាទេធម៌របស់ព្រះសម្មាសម្ពុទ្ធស្ថិតនៅឡើយតើពិតមែនតែព្រះអង្គត្រាស់បរិនិព្វានទៅ2500ឆ្នាំមែនក៏ប៉ុន្តែអ្វីនៅសម្រាប់ពុទ្ធបរិស័ទញាតិញោមកណ្ណាគុណម្ចាស់ប្រព្រឹត្តបានសិក្សាបាននៅក្នុងសិលសមាធិបញ្ញាចម្រើនវិបស្សនាចម្រើនចិត្តនៅក្នុងសតិប្បដ្ឋាន4នេះអាការដែលមានយោនិសោមនសិការៈគិតត្រូវទំនួងប៉ុណ្ណឹងណាក៏ចម្រើនសម្បើមមកដែរចម្រើនពោនេះគិតត្រូវដូច្នេះពុទ្ធបរិស័ទញាតិញោមឲ្យឃើញថានៅក្នុងពុទ្ធសាសនានេះលាតត្រដាងគ្រប់មនុស្សនិងទេវតាដើម្បីសិក្សារៀនសូត្ររំដោះខ្លួនឲ្យចេញអំពីសេចក្តីទុក្ខហើយដូចជាម្យ៉ាងទៀតអាត្មានឹកឃើញដូចថាយើងចង់ពិសោធន៍មើលនៅក្នុងជីវិតយើងកាលដែលយើងមិនទាន់បានមកសមាទានសិលមិនទាន់បានកាន់ឧបោសថមិនទាន់បានសាកល្បងនៅក្នុងសមថៈអីកាលហ្នឹងយើងរវល់ខ្វល់ខ្វាយគិតពីកូនគិតពីប្តីប្រពន្ធគិតពីឡានគិតពីផ្ទះគិតពីសន្សំទុកឲ្យចៅទៀតហ្នឹងហើយគិតរាល់ថ្ងៃហើយចុះដល់ពេលដែលយើងសាកល្បងមករសាសិលបោសុទ្ធសិលចម្រើនចិត្ត24ម៉ោងក្នុងថ្ងៃបកតិបោសុទ្ធសិលមួយខែ4ដងអញ្ចឹងយើងធូរស្រាលខ្លះទេយើងបានសុខខ្លះទេយើងស្រួលក្នុងចិត្តខ្លះទេអាការដែលយើងប៉ះត្រូវនៅសម្ផស្សសេចក្តីសុខខ្លះនេះឯងបានយើងឃើញថាអូព្រះអរិយបុគ្គលទាំងឡាយមានសោតាបណ្ឌបុគ្គលប្រហែលជាសុខសម្បើមណាស់បើអាត្មាអញគ្រាន់តែប៉ះត្រូវតែបន្តិចបន្តួចប៉ុណ្ណឹងវាសុខប៉ុណ្ណឹងហើយចុះទម្រាំបើព្រះអរហន្តដែលលោកអស់នៅអសវកិលេសអស់នៅបញ្ហានៅក្នុងជីវិតតើលោកសុខប៉ុណ្ណាទៅតើយើងរស់ឃើញសេចក្តីសុខអញ្ចឹងបានយើងមានគោលដៅយើងពិតប្រាកដថាដំណើររបស់អញនឹងធ្វើដំណើរទៅកន្លែងនោះចម្រើនពរបើមិនអញ្ចឹងទេគឺថាយើងរារែក
hai cái hai anh chúng ta mau xong sel chứ hai cái hai anh đó đạp thua nó còn là ban đạp tới vô cua chẳng tới nó có chỉ lệ khả năng mối sủng khăn nàyพุทธบริษัทញាតិញោមការដែលសិក្សានៅក្នុងព្រះពុទ្ធសាសនានេះឃើញចំពោះជីវិតដែលប្រព្រឹត្តទៅបាននៅសេចក្តីសុខផ្លូវចិត្តមានសេចក្តីស្ងប់មាននៅបៃតៈបាមួយជានៅសមាធិឯកកតាចិត្តហ្នឹងមានសេចក្តីស្ងប់សុខជាងកាមគុណទាំងឡាយច្រើនណាស់រានពោចុះតម្រាំបើបាននៅសោតាបដិមៈឃើញព្រះនិព្វានលើកដំបូងតើសេចក្តីសុខនឹងប៉ុណ្ណាទៅពិចារណាឃើញកិលេសដែលលះហើយពិចារណាឃើញកិលេសដែលមិនទាន់លះឃើញពិចារណានៅមគ្គនៅផលនៅព្រះនិព្វានពិចារណាកិលេសដែលមិនទាន់លះពិចារណាកិលេសដែលលះហើយតើសេចក្តីសុខនឹងប៉ុណ្ណានៅក្នុងផលសមាបត្តិជាដើមនេះគ្រាន់តែបង្ហាញឲ្យកណាគុណម្ចាស់ពុទ្ធបរិស័ទឃើញថាពុទ្ធសាសនាលាតសន្ធឹងឆ្ងាយដល់កន្លែងហ្នឹងពិតមែនតែយើងមិនទាន់ដល់មែនក៏ប៉ុន្តែយើងឲ្យឃើញគោលដៅរបស់យើងនៅក្នុងសម្បីព្រះបរមពោធិសត្វនេះយើងនៅ4អសង្ខ័យកម្រៃមួយសែនកាប់ប៉ុន្តែព្រះអង្គមានសេចក្តីត្រេកអរមានសេចក្តីស្ងប់មានសេចក្តីសុខដូចជាបានត្រាស់ដឹងនៅក្នុងថ្ងៃស្អែកចឹងនឹងកាលដែលព្រះអង្គកើតជាសមេតបណ្ឌិតនោះនៅពេលដែលព្រះសម្មាសម្ពុទ្ធទីបាំងកព្យាករនោះចម្រើនពរនេះហើយដូចជាព្រះអង្គសម្ដែងមួយទៀតព្រះអង្គសម្ដែងអកញ្ចនំអនាទានំអេតាំងទីបាំងអនាបរាំងនិព្វានំអ៊ីតនំព្រមិចរិមច្ចប្រក្យាព្រះអង្គសម្ដែងថាសេចក្តីមិនកង្វល់សេចក្តីមិនប្រកាន់សេចក្តីមិនហួងហែងគ្រប់បែបយ៉ាងនេះជាទីពឹងដ៏ប្រសើរតថាគតសម្ដែងថាទីពឹងនេះឯងគឺព្រះនិព្វានដែលមិនមានជរានិងមរណៈហើយញាតិញោមសប្តាហ៍ថ្ងៃនឹងយើងមានសេចក្តីទុក្ខនិងជរានិងឈឺនិងមរណៈនិងព្រួយបារម្ភខ្លាចបន្តិចទៀតងាប់ទៅចោលទ្រព្យសម្បត្តិចោលស្អីក៏ប៉ុន្តែព្រះអរិយបុគ្គលទាំងឡាយលោកអត់ខ្វល់ទេពីព្រោះការស្លាប់នឹងគ្រាន់តែជាការបែកធ្លាយខណ្ឌតែប៉ុណ្ណោះអត់មានសត្វបុគ្គលជាអ្នកស្លាប់ទេហ្នឹងហើយដូចជាលោកគ្រូលើកឡើងមិញញាតិញោមបានស្ដាប់ហើយសត្វលោកមានគឺពេលដែលវិថីចិត្តមានពេលដែលនៅក្នុងភវង្គគឺក្រៅទ្វារអត់មាននៅក្នុងភវង្គនៅក្នុងចិត្តនៅក្នុងបដិសន្ធិគឺក្រៅទ្វារទេក្រៅវិថីចិត្តទេដូចយើងដេកលក់អីចឹងអត់ដឹងអីទេហ្នឹងហើយភ្ញាក់ស្មើណាសត្វលោកមានស្មើនឹងដឹងស្មើនឹងរានពរនេះគឺជាការលើកឡើងដើម្បីសរុបសេចក្តីដែលលោកគ្រូបានសម្ដែងនៅក្នុងឱកាសនេះហើយនៅសល់ពេលវេលាបន្តិចអាត្មាភាពបានឃើញនៅក្នុងប្រសូតសរសូត្រដែលព្រះអង្គសម្ដែងព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាការអស់ទៅនៅដីទឹកភ្លើងខ្យល់គឺការអស់ទៅនៅវត្តដាក់គឺការអស់ទៅនៅសង្ខារទាំងឡាយនេះគឺជាសេចក្តីសុខពិតដូច្នេះចង់ឲ្យលោកគ្រូលើកឡើងអំពីកន្លែងនឹងដើម្បីបញ្យល់ដល់ពុទ្ធបរិស័ទញាតិញោមច្រើនពុទ្ធគុណសាធុទាំងអរគុណគុណចាស់ហើយចំពោះបញ្ហាដែលគុណចាស់បានបញ្ជាក់មកនេះគឺជាបញ្ហាដែលមានជំ